lên kế bán đỏ pê kể lên với miên ấy miên tại thơ mục nhanh đôi xóa ba bằng ôn ngày nay cứ thả ạn nụ tin miên rương bạc bò nâng Malaysia hay nâng Singapore bằng ôn bạch chia của cha bà rằm tên bằng ôn tam đàn cho mỗi khi nhom bắn tịch bó được miên thmây lên kế bán pê kê song sắc vĩnh bán trâm thơ mục nhanh đôi xóa Malaysia bán song sắc bà tì thấy từ vinh hới bần tòa bì bà tì thấy bán ham khoát ca nuông trây spungរបស់ Malaysia ចូលក្នុងទឹកដីថៃឥឡូវនេះ Malaysia លេងបកទៅថៃវិញហើយដោយហាមឃាត់មិនឲ្យនាំចូលបង្គាថៃចំនួន5ប្រភេទចូលក្នុងទឹកដី Malaysia និងសង្ហបុរីបន្ថែមទៀតដោយបទបញ្ជានេះនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី1ខែមិថុនាឆ្នាំ2026នេះតទៅហើយអូបងប្អូនតាមពិតតាក់ទងនឹងពាណិជ្ជកម្មបាទថៃគេហាមមិនឲ្យ Malaysia នាំត្រីស្ពងពីម៉ាឡេស៊ីចូលមកថៃឥឡូវនេះទាំងម៉ាឡេស៊ីទាំងសិង្ហបុរីចាប់ផ្ដើមហាមថៃវិញម្ដងមិនឲ្យថៃនាំបង្គាទៅចំនួន5ប្រភេទបងប្អូនយើងមកមើលបន្តទៀតជាមួយគ្នាយោងតាមសារព័ត៌មានម៉ាឡេស៊ី The Star ចុះផ្សាយថ្ងៃទី16ខែឧសភាឆ្នាំ2026កន្លងទៅស្ដីអំពីការប្រកាសជាផ្លូវការរបស់ក្រសួងពាណិជ្ជកម្មនិងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ីបានចេញបទបញ្ជាយ៉ាងតឹងរឹងលើប្រភេទបង្គាថៃចំនួន5ប្រភេទរួមមានបង្គាខ្លាបង្គាឆ្អែបបង្គាជើងសបង្គាខ្លាពណ៌ត្នោតនិងបង្គាខៀវវិធានការហាមឃាត់ការនាំចូលបង្គាថៃនេះបានជះឥទ្ធិពលអាក្រក់ដល់ប្រជានេសាទថៃដែលចិញ្ចឹមបង្គាក្នុងខេត្តសង្ខ្លានិងខេត្តនគរศรีធម្មរាជយ៉ាងធ្ងន់ធ្ងរដោយកន្លងមកនេះក្នុងមួយខែថៃនាំចេញបង្គាទៅកាន់ម៉ាឡេស៊ីក្នុងបរិមាណប្រហែលជា200ទៅ300តោនស្មើនឹង4% នៃការនាំចេញសរុបប្រហែលជា5200តោនបន្ទាប់ពីបង្គាក្នុងស្រុកថៃធ្លាក់ចុះថ្លៃថោកមហាសែនថោកហើយនោះបង្គាថៃក៏នឹងមិនអាចត្រូវបានអនុញ្ញាតឲ្យនាំចូលទៅកាន់ទឹកដីសង្ហបុរីផងដែរដោយសារតែបង្គាថៃមុននឹងនាំចូលទីផ្សារសង្ហបុរីគឺត្រូវតែដឹកជញ្ជូនឆ្លងកាត់ម៉ាឡេស៊ីជាមុនសិនព្រោះម៉ាឡេស៊ីអនុវត្តច្បាប់ដូចគ្នាចំពោះទំនិញឆ្លងកាត់ធ្វើឲ្យថៃមិនអាចដឹកបង្គារបស់ខ្លួនពីខេត្តភាគខាងត្បូងឆ្លងកាត់ម៉ាឡេស៊ីទៅលក់នៅសង្ហបុរីបានឡើយអូបាទបងប្អូនតាមពិតគឺថាម៉ាឡេស៊ីគឺជាច្រកមួយដែលថៃត្រូវធ្វើដំណើរឆ្លងកាត់ដើម្បីចូលទៅដល់សង្ហបុរីឥឡូវបើម៉ាឡេស៊ីគេបិទហើយមិនឲ្យនាំទៅម៉ាឡេស៊ីហើយក៏មិនអាចនាំឆ្លងទៅលក់ដល់សង្ហបុរីបានដែរនេះគឺជារឿងមួយទៀតតាក់ទងនឹងពាណិជ្ជកម្មដែលមិនត្រឹមតែគេបិទព្រំដែនជាមួយនឹងខ្មែរទេគេថាគេជាមហាយៈមួយនៅអាស៊ីគេជាបងធំមួយនៅអាស៊ីប៉ុន្តែបងធំថ្មីនេះក៏ប៉ះពាល់សេដ្ឋកិច្ចធ្លាក់ចុះខ្លាំងមែនទែនហើយមិនត្រឹមតែប៉ះពាល់ជាមួយនឹងកម្ពុជាមិនត្រឹមតែមានការបិទព្រំដែនជាមួយនឹងភូមាប៉ុន្តែឥឡូវនេះមកប៉ះពាល់ទំនិញមួយចំនួនជាពិសេសគឺរឿងបង្គាហ្នឹងជាមួយនឹងម៉ាឡេស៊ីនិងសិង្ហបុរីទៀតចាំមើលគេតទៅមុខទៀតយ៉ាងណាយើងតាមដានបន្តទៀតជាមួយគ្នាបញ្ជាក់ប្រជានេសាទនិងប្រជាពលរដ្ឋថៃក៏បានទទូចឲ្យលោកអនុទិននាយករដ្ឋមន្ត្រីថៃពន្លឿនការចរចាជាមួយនឹងរដ្ឋាភិបាលម៉ាឡេស៊ីចំពោះបញ្ហារឿងបង្គាថៃនេះដែរក៏ប៉ុន្តែលោកមិនបានឆ្លើយតបនឹងអើពើចំពោះការសំណូមពររបស់ប្រជាពលរដ្ឋថៃនោះឡើយបើបងប្អូនប្រភពព័ត៌មាននេះបានមកពីសារព័ត៌មាន The Star របស់ម៉ាឡេស៊ីហើយតាមពិតទៅជារឿងធម្មតាបងប្អូននៅពេលដែលម៉ាឡេស៊ីហាមឃាត់មិនឲ្យនាំបង្គាពីថៃយកទៅលក់នៅម៉ាឡេស៊ីគឺអ្នកដែលយកទៅលក់ហ្នឹងគឺថៃភាគខាងត្បូងនឹងឯងហើយថៃភាគខាងត្បូងហ្នឹងគឺតែងតែមានបញ្ហាជាមួយនឹងប្រទេសថៃរដ្ឋាភិបាលថៃតែងតែចង់ក្រោកឡើងដើម្បីធ្វើការផ្ដាច់ទឹកដីធ្វើការបះបោរអីចឹងទៅគេមិនចង់ស្ថិតក្រោមការដឹកនាំរបស់ថៃបច្ចុប្បន្ននេះទេដូច្នេះអារឿងអីដែលប៉ះពាល់ឆ្នាំងបាយថៃភាគខាងត្បូងអនុទានមិនខ្វល់ទេប្រសិនបើរដ្ឋាភិបាលថៃធ្វើអីដើម្បីជួយឲ្យថៃភាគខាងត្បូងកាន់តែធូរធារកាន់តែរស់ស៊ីមានបានកាន់តែមានបានគឺកាន់តែមានកម្លាំងនៅក្នុងការក្រោកឈរផ្ដាច់ទឹកដីដូច្នេះបើសិនជាអ្នកថៃភាគខាងត្បូងនឹងកាន់តែដាច់បាយរដ្ឋាភិបាលបច្ចុប្បន្នគេសប្បាយចិត្តហើយអញ្ចឹងហើយបានជាអនុទានមិនអើពើអីទេ
มันបាច់ឲ្យអនុទានទៅចរចាជាមួយម៉ាឡេស៊ីទេរឿងបិទនឹងបិទឲ្យច្រើនតទៅទៀតឲ្យភាគខាងត្បូងនឹងដាច់បាយក៏ដាច់ទៅនេះគឺជាអ្វីដែលបំណងរបស់រដ្ឋាភិបាលថៃគេក៏ចង់បានរឿងនឹងដែរបងប្អូនយល់យ៉ាងណាដែរអាច comment ចំណាប់អារម្មណ៍របស់បងប្អូននៅខាងក្រោមនេះហើយសូមកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាអរគុណច្រើនបាទសួស្តីបងប្អូនឥឡូវនេះគឺខាខ្សែក្រវ៉ាត់ជំនួយចង្កេះបានចូល stock ទៀតហើយបងប្អូនឥឡូវនេះមានតែពណ៌ខ្មៅទេគឺល្អមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាឈឺខ្នងឈឺចង្កេះជាពិសេសអ្នកដែលមានបញ្ហាគៀបសរសៃលៀននេះទៅព្យាបាលចលនាប្រកបជាគ្រូពេទ្យណែនាំឲ្យត្រូវប្រើខ្សែក្រវ៉ាត់ជំនួយចង្កេះនេះហើយខាងក្រោយគឺវាធំបែបនេះហើយមានបន្ទះដាច់ខាងក្នុងដែលទប់ខ្នងរបស់យើងតម្រង់ខ្នងរបស់យើងបានល្អអញ្ចឹងល្អមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលធ្វើការដែលត្រូវអង្គុយច្រើនម៉ោងឬក៏ត្រូវបើកបរច្រើនម៉ោងអ្នកធ្វើការក្នុង office អ្នកលក់អីវ៉ាន់នៅតាមផ្សារអ្នកដែលធ្វើការរោងចក្រជាពិសេសគឺឲ្យតែត្រូវការឈរច្រើនម៉ោងអង្គុយច្រើនម៉ោងគឺប្រកាសជាត្រូវប្រឈមនឹងការឈឺខ្នងឈឺចង្កេះ